very excited we get a picture with us hello សួស្តីប៉ាម៉ាក់ពូមីងបងប្អូនទាំងអស់គ្នាចានិយាយទៅខ្ញុំដឹងខ្លួនថាខ្ញុំខានផុសវីដេអូយូរប៉ុន្តែមូលហេតុគឺមានតែមួយទេដោយសារតែរវល់ពេកហើយតែគាត់ថាវីដេអូនេះគឺនៅតែសំខាន់ហើយខ្ញុំចង់ចែកម្លែកទៅបងប្អូនទាំងអស់គ្នាដោយសារតែពេលហ្នឹងគឺជាពេលដំបូងដែលខ្ញុំបានទៅជួបមុខ Opera House ផ្ទាល់នឹងភ្នែកហើយដូចឃើញវីដេអូមកអញ្ចឹងថាខ្ញុំពីយប់ឡើងគឺខ្ញុំអង្គុយរៀបចំការវិភាគហើយនឹង agenda ថាទៅណាខ្លះអញ្ចឹងណាហើយព្រលឹមឡើងគឺខកពីព្រលឹមហូប breakfast ហើយជាមួយនឹងរៀបចំបាយវ៉ាន់មាន power bank មានទឹកមានផ្លែឈើមានអីតិចតួចអីចឹងទៅឲ្យមួកប៉ុន្តែខ្ញុំស្ដាយថាមួយស្ដាយថាបានខ្ចប់មកហូបយកទៅហូបចឹងបងប្អូនព្រោះគិតថាមានរបស់ញ៉ាំតាមផ្លូវអញ្ចឹងចប់ប៉ុន្តែមែនតើទៅវាមិនដូចការគិតទីបងប្អូននឹងឃើញហើយឥឡូវនេះកំពុងដើរទៅឡានក្រុងហើយចម្ងាយផ្លូវពីកន្លែងខ្ញុំនៅទៅតំបន់កណ្ដាលក្រុងដែលមាន Opera House មានអីហ្នឹងគឺប្រហែលជា30នាទីអីទេអញ្ចឹងអត់សូវឆ្ងាយមែនដែរជិះឡានក្រុងអញ្ចឹងណាចាឥឡូវយើងដល់ហើយនៅពេលដែលយើងកំពុងថតវីដេអូនេះបងប្អូនគឺរំភើបខ្លាំងមែនតើតែគាត់ថានៅពេលខ្ញុំឃើញនៅពេលខ្ញុំថតចឹងមើលទៅរៀងខ្សោះអត់ដូចអត់មានអីអស្ចារ្យប៉ុន្តែនៅពេលខ្ញុំឈរនៅនឹងផ្ទាល់នឹងភ្នែកគឺអារម្មណ៍ហ្នឹងវាពិសេសខ្លាំងហើយរបៀបថាដូចពេលយើងទៅខ្មែរហើយយើងបានឃើញប្រាសាទអង្គរវត្តចឹងណាព្រោះOpera House នេះវាជានិមិត្តសញ្ញានៃ Sydney អញ្ចឹងអារម្មណ៍ហ្នឹងគឺខ្ញុំចង់ប្រៀបធៀបថាវាដូចគ្នាអារម្មណ៍ដែលយើងឃើញនិមិត្តសញ្ញាប្រទេសណាមួយនៅពេលយើងបានទៅដល់ប្រទេសហ្នឹងណាចាហើយឥឡូវហ្នឹងគឺខ្ញុំចូលសារមន្ទីរដែលនៅមុខ Opera House ហ្នឹងហើយអូយខំប្រឹងថតខំប្រឹងនិយាយទៅខំប្រឹងធ្វើម៉េចឲ្យបានคลิปស្អាតឲ្យបងប្អូនឃើញខំឡើងចដាលឡើងអីណាហើយនិយាយទៅខ្ញុំចូលសារមន្ទីរនេះនិយាយត្រង់គឺខ្ញុំអត់សូវចេះថាអត់សូវ impress ហ្មងណាអត់ដឹងខ្មែរបកប្រែថាម៉េចទេប៉ុន្តែតាមពិតទៅខ្ញុំចង់ទៅសារមន្ទីរមួយទៀតដែលធំជាងហ្នឹងប៉ុន្តែគ្រាន់ថាសារមន្ទីរនេះនៅមុខ Opera House ហ្នឹងស្រាប់ខ្ញុំក៏ចូលទៅតែគ្រាន់ថាខ្ញុំអត់សូវឈៀបមកនៃសារមន្ទីរនេះហ៎តែខ្ញុំក៏បន្តដំណើរទៅលេងម្ដុំនឹងទៀតទៅពេលខ្ញុំមកដល់ Circular Quay ហ្នឹងតំបន់ហ្នឹងហៅ Circular Quay ខ្ញុំលេងនៅម្ដុំហ្នឹងហ្មងអត់មានជិះអត់មានអីគឺដើរហ្មងអញ្ចឹងគឺការរៀបចំ trip របស់ខ្ញុំគឺបែបហ្នឹងមានថាខ្ញុំទៅតំបន់ហ្នឹងគឺខ្ញុំដើរទៅកបល់ម្ដុំហ្នឹងហូបមើលពីនេះទៅនេះអត់ជិះចុះឡើងទេហើយឥឡូវខ្ញុំនៅផ្សារមួយដែលល្បីដែរអញ្ចឹងគឺគេលក់ថ្ងៃសៅរ៍ទៅលេឈ្មោះ The Rock នៅជិត Opera House ហ្នឹងហ្មងប៉ុន្តែនិយាយត្រង់ទៅគឺខ្ញុំសម្រាប់ខ្ញុំដូចយកឲ្យយើងកូនខ្មែរយើងឃើញរបស់ហ្នឹងវាដូចអត់សូវអីពិសេសទេបើសិនជាគេបរទេសគេអាចនឹងឃើញថាពីពិសេសជាងណានេះខ្ញុំនិយាយaboutពិសោធន៍នឹងផ្ទាល់ណាប៉ុន្តែអីដែលពិសេសសម្រាប់ខ្ញុំហ្នឹងគឺនៅពេលដែលយើងដើរចប់ផ្សារហ្នឹងចំណុចបញ្ចប់នៃផ្សារហ្នឹងគឺយើងមកដល់ក្រុមស្ពាននេះហើយស្អាតមែនតែបងប្អូនទាំងអស់គ្នាហើយខ្ញុំស្ដាយខ្លាំងស្ដាយនិយាយទៅខ្ញុំស្ដាយពេលវេលាខ្ញុំស្ដាយថាខ្ញុំបានខ្ចប់មកហូបមកហ្នឹងគឺពេលវេលាហ្នឹងឯងយើងឃើញគេកំពុងក្រាលអង្គុយលើស្មៅហូបអីនៅទេសភាពឃើញ Opera House នៅក្រុមស្ពាន Harbour Bridge តែពេលយើងអត់មានអីទាំងអស់មានចេកចាអូយនិយាយទៅហើយនិយាយទៅខ្ញុំចង់ទិញអីគេហូបដែរនៅក្រុមស្ពានហ្នឹងមានអីបានលក់ប៉ុន្តែនិយាយពីថាតំងជួវែងមែនតើហើយខ្ញុំគ្រាន់ឃើញខ្ញុំខ្ជិលបណ្ដោយអញ្ចឹងសុកចិត្តហូបចេកហើយចាំទៅរកមើលអីញ៉ាំឡើងផ្សេងអីចឹងទៅតែក៏បន្តដំណើរទៅទៀតហើយផ្លូវដែលខ្ញុំកំពុងដើរនេះគឺអត់មាននៅក្នុងកាលវិភាគខ្ញុំទេប៉ុន្តែឃើញតំណងអញ្ចឹងយើងក៏ចេះតែរកគួនមើលតាមហ្នឹងទៅហើយឃើញអញ្ចឹងណាប៉ុន្តែផ្លូវគេហ្នឹងគឺគេមានប្រវត្តិសាស្ត្រគេបងប្អូនគឺកាលមុនហ្នឹងផ្លូវហ្នឹងគឺប៉ែតហ្នឹងហើយមកជួរហ្នឹងគឺប៉ែតហ្មងហើយគេមានធ្វើទៅសេប្រវត្តិសាស្ត្រឲ្យយើងអានយើងអីចឹងទៅចាហើយក៏ដើរទៅទៀតហើយកន្លែងនេះគឺក្រសួងអប់រំគេមើលទៅរៀងបុរាណចេះតំណងហើយឥឡូវក៏ដើរទៀតដើរដល់សារមន្ទីរជាតិនៃរដ្ឋ New South Wales នឹងហ្មងហើយនិយាយទៅពេលខ្ញុំនិយាយទៅកន្លែងនេះក៏ខ្ញុំអត់មានដាក់នៅក្នុងកាលវិភាគខ្ញុំដែរប៉ុន្តែខ្ញុំចេះដើរទៅក៏យើងឃើញហើយយើងចេះចូលហើយពេលខ្ញុំឃើញបណ្ណាល័យនេះហើយគឺខ្ញុំសន្យាខ្លួនឯងហ្មងថាខ្ញុំនឹងត្រឡប់មកកន្លែងនេះវិញដើម្បីអង្គុយរៀនដូចគេអញ្ចឹងគឺតំណងមែនតើបងប្អូនចេះថាស្អាតខ្លាំងហ្មងណាខ្ញុំមិនដឹងថាបងប្អូនឃើញស្អាតដូចខ្ញុំមកទេតែខ្ញុំគិតថាស្អាតខ្លាំងហើយនេះបងប្អូនកន្លែងសារមន្ទីរនេះគឺជាសារមន្ទីរខ្ញុំចង់មកជាងកន្លែងខ្ញុំទៅព្រឹកមិញណាចាតែបានចូលដោយសារពេលហ្នឹងខោចពេលគេចិត្តបិទសារមន្ទីរហ្នឹងឯងតែខ្ញុំរកអីសាំងវិចហូបនៅមុខសារមន្ទីរហ្នឹងនិយាយទៅពេលហ្នឹងម៉ោង2ហើយទៅបានអីហូបពេលហ្នឹងរៀងញ័រសាច់ដែរតែអត់អីចឹងនិយាយថាពេលហ្នឹងគឺហូបអត់តថងមាត់ទេគឺភ្លៀងចាអញ្ចឹងត្រូវរត់បើពាក់មួកពាក់អីទៅហមមើលកន្លែងឆោកហើយពេលឆោកហ្នឹងចិត្តចង់ឆោកនៅសារមន្ទីរខ្ញុំចង់ចូលនោះប៉ុន្តែគាត់ថាបើឆោកនៅហ្នឹងលើក្រោយឡើងចង់មកហើយសុកចិត្តទៅឆោកនៅសារមន្ទីរជាប់នឹងវិញនិយាយ
និយាយទៅហើយដល់ពេលមេឃភ្លៀងហើយគឺយើងបន្តដំណើរទៅទៀតឥឡូវខ្ញុំមកដល់សួនដែលមានឈ្មោះថា Royal Botanic Garden នៅជិតកន្លែងដែលខ្ញុំឆ្លប់ភ្លៀងហ្នឹងមិញហ្នឹងហ្មងហើយបើសួរខ្ញុំថារុក្ខជាតិនៅហ្នឹងមិនដែរខ្ញុំអត់អារម្មណ៍ខ្ញុំគឺអត់សូវវ៉ាវម៉ានេះដោយសារតែរុក្ខជាតិនៅនេះវាសម្តែងជាមួយនឹងអីដែលយើងឃើញនៅស្រុកខ្មែរដែរវាថាដូច tropical garden ណារៀបដើមត្នោតរបៀបមួយស្មៅមានអីចឹងទៅហើយទេសភាពគឺបែបហ្នឹងដូចខ្ញុំថតនៅឃើញចឹងបងប្អូនតែគ្រាន់ថានៅខ្ញុំមកនេះគឺខ្ញុំមានបំណងចង់ឃើញជ្រុងមួយនៃសួននឹងដែលស្អាតមែនតើតែគ្រាន់ថាមុនយើងទៅដល់កន្លែងហ្នឹងយើងមើលទេសភាពនៅក្នុងសួនហ្នឹងសិនទៅហើយបងប្អូនឃើញគេឈរមើលកកៗហ្នឹងគឺដឹងឈរមើលអីអត់គឺគេឈរមើលតង់ចាក្នុងហ្នឹងមានតង់អញ្ចឹងខ្ញុំក៏ឈរមើលដែរទៅហើយទេសភាពនេះខ្ញុំថតចេញពីសួនហ្នឹងទៅបងប្អូនគឺឃើញ Opera House ហើយឃើញ Spin Harbour ហើយឃើញទូកទេសចរដែលគេជប់លៀងគេហូគេចាក់ភ្លេងអីលឺអញ្ចឹងមានបិទប៉ោមានអីអញ្ចឹងនិយាយទៅជីវិតគេអ្នកនៅនេះវាដូច chill តែពេលខ្លះយើងមើលទៅវាសប្បាយតាមគេដែរហើយដើរក៏ឃើញកន្លែងគេមើលកុននៅខាងក្រៅចេះដែរទេសភាពមើលទៅ Opera House ហ្មងតំណងមែនតើបងប្អូនហើយសម្បត្តិក៏អត់សូវថ្លៃដែរតែគ្រាន់តែ sold out ហ្មងហើយឥឡូវនេះគឺគេឈប់គេបិទបាត់ហើយគេបើកតែពេលរដូវក្តៅទេចាឥឡូវខ្ញុំមកដល់កន្លែងដែលខ្ញុំថាខ្ញុំចង់មកដែលជាផ្នែកមួយនៃសួនហ្នឹងហើយកន្លែងហ្នឹងឈ្មោះ Macquarie Chair ហើយដូចជាទួលស្មៅមួយដែលមើលទេសភាពទៅឃើញស្ពានទៅឃើញ Opera House ហ្នឹងហើយខ្ញុំអង្គុយយូរដែរបងប្អូនដូចជាជិត2ម៉ោងអង្គុយមើលទេសភាពដេកផងអានសភៅផងអីចឹងទៅព្រោះថាពេលហ្នឹងខ្ញុំចាំដល់ម៉ោង6បាទខ្ញុំដើរទៅ Opera House កុំឲ្យវាក្តៅពេកចឹងហើយឥឡូវហ្នឹងគឺម៉ោង6ហើយនេះមេឃខ្ញុំថតហ្នឹងគឺម៉ោង6ចាគឺនៅក្តៅដដែលតែគាត់ថាពេលហ្នឹងគឺចាប់ផ្ដើមgolden hour អញ្ចឹងឃើញ Opera House កាន់តែស្អាតចាឥឡូវយើងមកដល់ហើយចាខ្ញុំថត TikTok ថតអីចឹងខ្ញុំទៅមកដល់ Opera House ហ្នឹងគ្រាន់មើលហើយអត់ដឹងធ្វើអីទៀតទេអូខេ let's go វាមិនចឹងហ្មងតែខ្ញុំមាន plan ខ្ញុំគឺខ្ញុំនឹងអង្គុយផឹកពិសាភេសជ្ជៈនៅជាប់ Opera House ហ្នឹងកន្លែងហ្នឹងឈ្មោះ Opera Bar តែគេមានលក់អីចឹងទៅលក់អីញ៉ាំទិញទួចតែគ្រាន់ថាពេលចូលទៅគឺបាក់បន្តិចគឺថាប៉ូលីសគេឆែកកាតនៅនេះគេតឹងខ្លាំងហើយបងប្អូនតែគ្រាន់ថាពេលហ្នឹងយក passport មកតែខ្ញុំយក driver បានបើកបរនៅខ្មែរខ្ញុំមកហើយគេអាចប្រើបានហើយខ្ញុំក៏កំង Sydney Lager និយាយទៅឃើញពាក្យ Sydney ខ្ជិលគិតច្រើនយកបណ្ដោយទៅចាហើយទេសភាពគេវាដូច chill គេរាំគេច្រៀងគេនិយាយគ្នាលេងអីចឹងណាប៉ុន្តែគ្រាន់ថាខ្ញុំមានណានិយាយមួយខ្ញុំក៏ទៅអង្គុយនៅក្រៅមើលទេសភាពហើយចាំមើលថ្ងៃលិចទៅចាហើយពេលនេះខ្ញុំកំង cold cut ហើយគេដាក់គ្របកំមកពីលើដោយសារតែបើសិនជាមិនប្រយ័ត្នទេគឺមានសត្វដែលហោះនៅលើក្បាលខ្ញុំទៀតហោះចេញមកហ្នឹងសត្វហ្នឹងទៅសត្វហ្នឹងគឺមិនស្រួលគឺទាញយកអវ៉ាន់ទៅបណ្ដោយយកតែមកហោពេលអត់យកអវ៉ាន់ទេហ្នឹងហើយហើយនិយាយទៅពេលហ្នឹងម្យ៉ាងដែរបងប្អូននិយាយទៅអត់មានណានិយាយមួយមែនតែយើងអង្គុយមើលទេសភាពenjoy the moment ហ្នឹងអញ្ចឹងណាហើយអង្គុយរៀងយូរដែរពេលហ្នឹងខ្ញុំមកដល់ម៉ោង6ហើយម៉ោង8បាទខ្ញុំទៅហើយម៉ោង8បានចាប់ផ្ដើមថ្ងៃលិចនេះពេលហ្នឹងម៉ោង8យប់បងប្អូនហើយពេលថ្ងៃលិចគឺឃើញ Opera House ស្អាតមែនតើគឺវាចាប់ផ្ដើមឡើង golden ណាហើយពេលហ្នឹងខ្ញុំកំពុងបាយខ្ញុំទៅផ្ទះហើយដល់ពេលមានបតទេពីអ្នកនោះយ៉ាចូលរួមវីដេអូហ្នឹងមួយខ្ញុំជូតមែនតើហើយនេះកន្លែងខ្ញុំអង្គុយមិញហ្នឹងគឺណែនណាំតាន់ហ្មងហើយគេអត់ឲ្យបុកទេគឺ first come first serve អញ្ចឹងល្អដែរចានិយាយទៅពេលហ្នឹងគឺអត់តន់អស់ចិត្តទេគឺនៅថតនៅអី 3-4 ឃ្លីបតែខ្ញុំដាក់ឲ្យអ្នកនរគ្នាឃើញតែមួយឃ្លីបហ្នឹងទៅតែគាត់ថាពេលហ្នឹងរៀងអត់តន់ចង់ទៅផ្ទះតែយប់អីនេះហើយតាមផ្លូវទៅហើយជីឡានក្រុង2តង់នេះឡានក្រុងតង់ទី1និយាយទៅខ្ញុំទៅណាក៏ដោយធុញត្រង់ថាពេលខ្លះទៅជិះ2តង់ហើយនេះខ្ញុំមកឈប់ចាំឡានមួយទៀតដើម្បីទៅផ្ទះហ្នឹងហើយខ្ញុំឈប់ចាំនៅមុខសាលាហ្មងនេះសាលាខ្ញុំហើយនេះគឺឡានក្រុងចុងក្រោយហើយបានទៅដល់ផ្ទះso yeah ហើយពេលមកដល់ផ្ទះគឺយើងគ្មានអីធ្វើក្រៅពីយើង call ទៅលេងគូដណ្ដឹងយើងហើយខ្ញុំយកនំសាំងវិចដែលខ្ញុំទិញថ្ងៃមិញហ្នឹងយកទៅកដៅហូបម្ដងទៀតអញ្ចឹងគឺយើងមិនអាចចោលបានទេចាគឺសាំងវិចប៉ុណ្ណឹង5-10រៀលនៅខ្មែរប៉ុណ្ណឹង4រៀលនិយាយមែនអញ្ចឹងអត់ឲ្យអាចចោលបានទេគឺត្រូវតែហូបឲ្យអស់ចាតែមានអីឆ្ងាញ់របស់គេចាអញ្ចឹងក៏ចប់កម្មវិធីយើងថ្ងៃហ្នឹងអរគុណបងប្អូនទាំងអស់គ្នាចាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយណា006បាយបាយ